អ្នកមិនអាចទុកកុមារឲ្យនៅម្នាក់ឯងបានទេក្មេងៗចង់ដឹងពីអ្វីដែលត្រូវអ្វីដែលខុសអ្នកប្រាប់ពួកគេយ៉ាងណាមិញអ្វីដែលអ្នកញ៉ាំខ្លួនឯងអ្នកមិនបញ្ចុកកូនទេពេលដែល Justin ដល់វិញញ៉ាំអាហាររឹងយើងមិនឲ្យគាត់ញ៉ាំ burger ទេមិនអាចឲ្យគាត់ញ៉ាំ burger ទេត្រូវឲ្យគាត់ញ៉ាំអាហារកិនត្រូវទេផ្លែឈើកិននិងអ្វីផ្សេងៗទៀតមែនទេព្រោះក្មេងមិនទាន់ចេះញ៉ាំទេដូច្នេះហើយក៏ត្រូវប្រុងប្រយ័ត្នសូម្បីតែភាពយន្តអ្នកបណ្ដោយឲ្យកូនមើលអញ្ចឹងហើយសូម្បីលោកកៃក៏ថា PG-13 ហើយអ្នកឲ្យកូនអាយុ10ឆ្នាំឬ11ឆ្នាំមើលវាខ្ញុំមិនយល់ទេសូម្បីលោកកៃក៏កំពុងកំណត់ស្តង់ដារមួយរួចហើយដែរតែស្តង់ដាររបស់យើងមិនគួរខ្ពស់ជាងនេះទេឬយ៉ាងណាមិញ PG-13 សប្តាហ៍ថ្ងៃវ៉ាវហួសចិត្តណាស់របស់ដែលគេបង្ហាញនៅក្នុងរឿងបែប PG-13 មានឪពុកម្នាក់ជាអ្នកដឹកនាំការថ្វាយបង្គំរបស់យើងថ្មីនេះមិនយូរប៉ុន្មានទេបានអនុញ្ញាតឲ្យកូនប្រុសរបស់គាត់ដែលមានអាយុ14ឆ្នាំមើលរឿង Transformer ភាគ1មែនហើយអ្នកស្គាល់ Megan Fox ហើយគាត់កាន់តេឡេក្នុងដៃគ្រប់ពេលនិយាយម្យ៉ាងទៀតដល់កន្លែងខ្លះចុចមែនហើយពួកគេនៅទីនោះដើម្បីមើលមនុស្សយន្តហើយកូនជាក្មេងជំទង់អរម៉ូនរបស់ពួកគេកំពុងពុះកញ្ជ្រោលដូច្នេះនោះហើយជាឪពុកដែលទទួលខុសត្រូវគាត់មើលអ្វីដែលកូនគាត់មើលអាមែនអ្នកមិនអាចប្រងើយកន្តើយបន្តមកឆ្ងល់ថាហេតុអ្វីបានមានរឿងបែបនេះកើតឡើងហើយបន្តមកឪពុកម្ដាយនឹងនិយាយថាអូលោកគ្រូដឹងទេខ្ញុំស្រឡាញ់ពួកគេស្រឡាញ់បែបបំផ្លាញការស្រឡាញ់ពិតនឹងមានព្រំដែនស្រឡាញ់ពិតនឹងប្រាប់អ្នកថានេះត្រូវនេះខុសហើយពេលខ្លះត្រូវការឲ្យអ្នកចំណាយកម្លាំងអ្នកដឹងទេពួកគេប្រហែលមិនចង់ទៅពិធីជប់លៀងដ៏កក្រឹកកក្រែងដែលមិត្តគេអញ្ជើញពួកគេនោះទេអាចនិយាយថាពួកគេមិនចង់ទេប៉ុន្តែពួកគេក្នុងវ័យនោះពួកគេមិនចេះប្រកែកនឹងមិត្តភ័ក្តិរបស់ពួកគេទេពួកគេចង់ឲ្យអ្នកនិយាយថាទេដាក់ពួកគេដើម្បីឲ្យពួកគេអាចប្រាប់មិត្តភ័ក្តិរបស់ពួកគេវិញថាប៉ាម៉ាក់ខ្ញុំថាទេប៉ាខ្ញុំថាទេដូច្នេះអ្នកខ្លាចជាកម្លាំងក្នុងជីវិតរបស់ពួកគេវាមិនអីទេនៅវ័យនេះវាមិនអីទេហើយពេលខ្លះក្មេងៗមិនអាចនិយាយថាទេបានព្រោះពួកគេមិនដែលឮពាក្យថាទេនៅផ្ទះអ្នកដឹងទេអ្វីគ្រប់យ៉ាងក្មេងចង់បានគេបាននឹងហើយយើងខ្លាចធ្វើឲ្យកូនយើងមិនពេញចិត្តក្រែងលោបើយើងធ្វើឲ្យគេមិនពេញចិត្តខ្ញុំគ្រាន់តែនិយាយថាទេកូនរបស់ខ្ញុំអាចនឹងធំឡើងហើយមានបុគ្គលិកលក្ខណៈខុសប្រក្រតីក្រោយមកគាត់ឡើងកម្មវិធី Oprah Winfrey ដើម្បីនិយាយអំពីរបៀបដែលខ្ញុំធំឡើងឪពុកខ្ញុំមិនដែលផ្ដល់ឲ្យខ្ញុំទេឪពុកខ្ញុំធ្លាប់ស្ដីបន្ទោសខ្ញុំម្ដងយើងខ្លាចណាស់ទេកុមារដែលត្រូវបានកែប្រែខ្លាចជាមនុស្សដែលគ្រប់លក្ខណៈខ្លាចជាកុមារដ៏អស្ចារ្យអាមែនមានមនុស្សចំណិតម្នាក់របស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរព្រះហៅគាត់ថាបរិសុទ្ធដែលគប់ប្រតិយទ្រង់ម្ដងទៀតនេះគឺជាការបង្ហាញពីភាពល្អអស្ចារ្យនៃព្រះគុណរបស់ព្រះគាត់មិនល្អឥតខ្ចោះទេយើងដឹងថាគាត់បានជាប់ពាក់ព័ន្ធនឹងអំពើផិតក្បត់បន្ទាប់មកបានសម្លាប់ប្តីរបស់ស្ត្រីនោះឬមួយទៀតដែលកម្រមានអ្នកដឹងនោះគឺថាដាវីតគឺជាឪពុកដែលចេះអត់ឱនបានធ្វើឲ្យដាវីតខូចចិត្តច្រើនដងដាវីតកំពុងសោយទីវង្គតនៅលើគ្រែក្នុងវ័យចាស់ជរាទើបដាវីតបានឃើញអាប់សាឡុំកូនប្រុសដែលគាត់ស្រឡាញ់ដែលបានស្លាប់ជាច្រើនឆ្នាំហើយអាប់សាឡុំមានប្អូនប្រុសម្នាក់គាត់ជាបរិសុទ្ធសង្ហាម្នាក់ដែលធ្វើឲ្យដាវីតនឹកឃើញដល់កូនប្រុសរបស់គាត់ឈ្មោះអាប់សាឡុំមែនទេហើយឈ្មោះរបស់គាត់គឺអូដូនីយ៉ាប៉ុន្តែអូដូនីយ៉ាមានបញ្ហាមួយគឺអំនួតហើយអូដូនីយ៉ាបានលើកដំកើងខ្លួនឯងតាមដានរឿងនៅទីនេះនៅគ្រានោះសម្ដេចអូដូនីយ៉ាជាបុត្ររបស់ព្រះបាទដាវីតនិងនាងហាគីតបានលើកខ្លួនឡើងទាំងពលថាខ្ញុំនឹងឡើងសោយរាជ្យសម្ដេចអូដូនីយ៉ារកបានរទេះមួយនិងសេះមួយចំនួនទាហានទ័ពសេះមួយចំនួនព្រមទាំងពលទាហាន50នាក់សម្រាប់រត់ពីមុខត្រង់នេះសូមស្ដាប់អូដូនីយ៉ាមិនត្រូវឡើងសោយរាជ្យទេព្រះមានបន្ទូលឲ្យសាឡូមោននឹងឡើងសោយរាជ្យព្រះរាមគាត់នឹងក្លាយជាស្ដេចហើយគាត់បានលើកខ្លួនឯងគាត់ពោពេញដោយអំនួតហេតុអ្វីបានជាបុរសម្នាក់នេះពោពេញដោយអំនួតឪពុករបស់គាត់មិនដែលស្ដីបន្ទោសគាត់ម្ដងណាទេហេតុអ្វីដោយនិយាយថាហេតុអ្វីបានជាកូនធ្វើដូច្នេះឪពុកមិនដែលនិយាយថាហេតុអ្វីបានជាកូនធ្វើដូច្នេះមិនដែលម្ដងណាឡើយនេះមិនមែនជាលើកទី1ទេដែលឪពុកមិននិយាយអ្វីទាំងអស់ទេគ្មានពេលផ្សេងទៀតដែលឪពុកធ្លាប់ស្ដីបន្ទោសគាត់ឡើយតែមានអ្វីកើតឡើងចំពោះក្មេងដែលមិនដែលគេកែតម្រូវមិនដែលគេស្ដីបន្ទោសមែនហើយនេះជាអ្វីដែលកើតឡើងពួកគេធំឡើងដោយគិតតែពីខ្លួនឯងប៉ុណ្ណោះពួកគេតែងតែខកចិត្តហើយពួកគេមានការខកចិត្តម្ដងហើយម្ដងទៀតហើយពេលគេបាក់ទឹកចិត្តពីអារម្មណ៍បែបនោះវាដូចជាការធ្លាក់ពីទីខ្ពស់ណាស់អ្នកដឹងទេវាឈឺចាប់ណាស់អាមែនហើយយើងទទួលខុសត្រូវព្រោះយើងមិនដែលធ្វើឲ្យពួកគេខកចិត្តទោះបីជាយើងដឹងថាវាត្រឹមត្រូវក៏ដោយក៏យើងមិននិយាយចេញមកដែរយើងមិនដែលហ៊ានធ្វើឲ្យពួកគេខកចិត្តឡើយក្រែងពួកគេបានឡើងកម្មវិធីជជែកដោយនិយាយថាឪពុកប្រព្រឹត្តចំពោះខ្ញុំពួកគេអន់ចិត្តបែបនេះគឺយើងតែងតែមានគំនិតភ័យខ្លាចបែបទាំងនេះហើយចិត្តវិទ្យាមានជាប់ពាក់ព័ន្ធក្នុងរឿងនេះព្រះជាម្ចាស់មិនបានប្រាប់យើងឲ្យបង្រៀនកូនយើងដោយផ្អែកលើចិត្តវិទ្យានោះទេព្រះប្រាប់ឲ្យយើងបង្វឹកកូនរបស់យើងដោយប្រើប្រាជ្ញារបស់ទ្រង់